2023ការវិភាគតារាងប្រចាំថ្ងៃនៃដូទីផ្សារឡើងកំពុងសាកល្បងកម្ពស់ខ្ពស់បំផុតតម្លៃបើករបស់យ៉ាវគឺ45,513ហើយមកស្ថិតនៅកម្រិត45,727បើសិនជាសន្ទុះនៅលើតម្លៃបើកអបវាគួរតែឡើងដល់ឃើមួយនៅ45,688ហើយមកនឹងជាគោលដៅបន្ទាប់ប្រសិនបើវាអាចឆ្លងកាត់កម្រិតប្រឆាំងសំខាន់ pivot មួយនៅ45,837វានឹងបើកផ្លូវឲ្យមានចលនាឡើងបន្ថែមទៀតប៉ុន្តែកម្រិតនោះនៅតែជាតំបន់ប្រឆាំងខ្លាំងប្រសិនបើសន្ទុះធ្លាក់ចុះក្រោមអបគោលដៅទាបដំបូងគឺមេ30នៅ45,357បន្ទាប់មកជាឃើមួយនៅ45,339ការគាំទ្រជ្រៅជាងនេះស្ថិតនៅជុំវិញ pivot 2នៅ45,282ដោយសារតែទាំងខ្សែនិង cases នៅតែបង្ហាញនិន្នាការឡើងការកែតម្រូវចុះក្រោមគួរតែមានកំណត់ខណៈដែលអារម្មណ៍ទីផ្សាររីករាយនៅតែមានស្បែកជំនួយការវិភាគនេះគឺសម្រាប់គោលបំណងផ្ដល់ព័ត៌មានតែប៉ុណ្ណោះហើយមិនត្រូវបានចាត់ទុកជាដំបូន្មានហិរញ្ញវត្ថុទេ